គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសាស្ត្រាចារ្យជំនួយជិញអ៊ីងខ្ញុំលើកយកពីករណីនៃការចោះដោយអង្គដូស្កូប UVE ទៅលើករណីនៃការលានទ្រនាប់ឌីសចង្កេះ L5S1 ផ្នែកខាងឆ្វេងសញ្ញារបស់គាត់គឺគាត់មានការឈឺចុកចាប់ខ្លាំងពីចង្កេះចាក់មកជើងធ្វើឲ្យគាត់ពិបាកដើរពិបាកអង្គុយសូម្បីតែពេលសម្រានក៏គាត់ឈឺចុកចាប់ខ្លាំងដែរហើយរហូតដល់ឥឡូវប៉ះពាល់លើដំណើរគាត់ទៀតគឺគាត់ដើរវាចហើយអញ្ចឹងវិធីសាស្ត្រនៃការដោះស្រាយយើងសម្រេចចិត្តធ្វើការចោះជូនគាត់ដោយអង្គដូស្កូប UVE បងប្អូននេះជាឌីសដែលយើងឃើញហ្នឹងណានេះខ្ញុំគៀសទៅលើជាសរសៃរបស់យើងហ្នឹងឯងហើយមូលសហ្នឹងគឺជាឌីសដែលយើងឃើញក្នុង MRI ពណ៌ខ្មៅពេលដែលយើងធ្វើនេះបងប្អូនឃើញនេះប៉ោងហ្នឹងអញ្ចឹងខ្ញុំយកឧបករណ៍ខ្ញុំចាក់ទម្លាយវាទៅបន្តមកទៀតវានឹងបែកចេញមកហើយពុកម៉ែបងប្អូនហើយអាហ្នឹងជាទូទៅវាអត់លៀនអញ្ចឹងទេបើឌីសធម្មតាអានេះដោយសារគាត់មានបញ្ហាលៀនឌីសអញ្ចឹងទៅវាធ្វើឲ្យលៀនមកទៅវាទៅសកត់ទៅលើសរសៃហ្នឹងអាសរសៃយើងគៀសឡើងលើហ្នឹងអញ្ចឹងធ្វើគាត់ជិះជប់ចាប់ខ្លាំងពុកម៉ែបងប្អូនឃើញទេពេលយើងទាញវាមកហ្នឹងគឺពណ៌សហ្នឹងឯងយើងទាញវាស្អិតដែរប៉ុន្តែក៏យើងនៅតែយកវាបានអញ្ចឹងណាពុកម៉ែបងប្អូនហើយពេលដែលយើងយកអាផ្នែកដែលលៀនចេញហ្នឹងហើយបន្តមកទៀតយើងយកផ្នែកដែលនៅសល់នៅខាងក្នុងឌីសហ្នឹងទៀតព្រោះដើម្បីធានាថាកុំឲ្យវាកើតឡើងវិញក្រោយការចោះហ្នឹងពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនឃើញទេពេលដែលយើងយកទៅឃើញវាប្រហោងវាកុហកកែហ្នឹងទីពិតទៅមិនជាបញ្ហាអីប៉ុន្មានទេពុកម៉ែបងប្អូនព្រោះយើងយកក៏យើងយកអត់ឲ្យអស់ឌីសហ្នឹងដែរព្រោះកាលណាយើងយកអស់ធ្វើឲ្យឆ្អឹងខ្នងយើងសកត់លើគ្នាអាហ្នឹងក៏ជាបញ្ហាដែរអញ្ចឹងជាបច្ចេកទេសគឺគ្រូពេទ្យជាអ្នកសម្រេចហើយថាយើងត្រូវយកកម្រិតប៉ុណ្ណាដើម្បីកុំឲ្យពុកម៉ែបងប្អូនមានបញ្ហាទៀតក្រោយពីការចោះហ្នឹងពុកម៉ែបងប្អូននេះយើងព្យាយាមទាញវាថែមទៀតណាយើងទាញរហូតទៅដល់អស់អាផ្នែកដែលលៀនហ្នឹងចេញយើងធ្វើការទាញតិចម្ដងហើយឧបករណ៍ខ្ញុំទូទេពុកម៉ែបងប្អូនប្រដាប់វាទាញហ្នឹងគឺទំហំ2មីលីម៉ែត្រទេអញ្ចឹងដោយសារចោះដោយអង្គដូស្កូបហ្នឹងគឺយើងឃើញច្បាស់ណាហើយអញ្ចឹងយើងធ្វើការបែងចែកពីសរសៃបែងចែកឌីសហ្នឹងគឺយើងធ្វើការបែងចែកបានល្អនេះពុកម៉ែបងប្អូនពេលយើងយករួចរាល់ពេលរៀបចំបិណ្ឌឃើញសរសៃហ្នឹងគឺវាលែងមានការគៀបសង្កត់ទៀតដែរអញ្ចឹងក្រោយការចោះរួចបានមួយថ្ងៃទៅ2ថ្ងៃគឺគាត់អាចចេញទៅផ្ទះវិញបានពោលគឺគាត់លែងមានការឈឺចុកចាប់ចាក់ពីចង្កេះមកជើងទៀតហើយបងប្អូនបាទអរគុណបងប្អូនណាស់គ្នា